ការមិនសម្លាញ់គឺជាអង្គការក្នុងស្រុកមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ1994ហើយត្រូវបានចុះបញ្ជីនៅក្នុងឆ្នាំ2002អង្គការមិនសម្លាញ់ធ្វើការជាមួយនឹងកុមារនិងយុវវ័យដែលបាត់បង់ឱកាសគ្រួសារនិងសហគមន៍របស់ពួកគេនៅក្នុងរាជធានីភ្នំពេញវត្ថុបំណងសំខាន់របស់អង្គការមិនសម្លាញ់គឺការធ្វើស្មារតីកម្មកុមារនិងយុវវ័យទាំងនោះចូលទៅក្នុងសង្គមជាតិរបស់ពួកគេវិញតាមរយៈគ្រួសារសាលារៀននិងការងារការអប់រំគឺជាសមាសធាតុគន្លឹះនៃការងាររបស់ពួកយើងជារៀងរាល់ថ្ងៃបុគ្គលិកអង្គការមិនសម្លាញ់ចំនួន50នាក់ចាក់ចេញទៅតាមដងផ្លូវនានានិងសហគមន៍នានាដើម្បីធ្វើការជាមួយនឹងកុមារដែលមិនបានចូលសាលារៀនបុគ្គលិកទាំងនោះចាប់ផ្ដើមនៅសកម្មភាពសប្បាយរីករាយការកសាងទំនុកចិត្តនិងការបង្ហាញអំពីផលប្រយោជន៍នៃការចាក់ចេញពីជីវិតតាមថ្នល់ការសិក្សានៅមជ្ឈមណ្ឌលអប់រំរបស់អង្គការមិនសម្លាញ់និងការបន្តការសិក្សានៅសាលារដ្ឋពេលដែលកុមារបានទទួលការសិក្សាអប់រំនៅក្នុងមជ្ឈមណ្ឌលអប់រំរបស់ការមិនសម្លាញ់គោលបំណងសំខាន់គឺការធ្វើស្មារតីកម្មពួកគេទៅកាន់សាលារដ្ឋកាន់តែឆាប់តាមតែអាចធ្វើទៅបានកុមារមួយចំនួនដែលបោះបង់ចោលការសិក្សាអស់រយៈពេលយ៉ាងយូរឬក៏មិនដែលបានទទួលការសិក្សារៀនសូត្រសោះដូច្នេះលោកគ្រូនិងគ្រូត្រូវប្រើប្រាស់នៅសកម្មភាពច្នៃប្រឌិតខ្ពស់សកម្មភាពបែបសិស្សមជ្ឈមណ្ឌលដើម្បីឲ្យកុមារទទួលបានចំណេះដឹងនៃការរៀនសូត្រសមស្របទៅនឹងការយល់ដឹងរបស់ពួកគេសកម្មភាពមួយចំនួនត្រូវបានរៀបចំឡើងដោយសហការជាមួយនឹងកុមារដើម្បីលើកទឹកចិត្តពួកគេឲ្យមានការចូលរួមរាល់សកម្មភាពទាំងអស់ត្រូវបានដាក់ជូនក្រសួងអប់រំយុវជននិងកីឡាដើម្បីធ្វើតេស្តជាមួយនឹងលោកគ្រូអ្នកគ្រូនៅសាលារដ្ឋនិងបានទទួលការឯកភាពផងដែរនៅពេលដែលកុមារបានត្រៀមលក្ខណៈរួចរាល់ក្នុងការធ្វើស្មារតីកម្មទៅសាលារដ្ឋអង្គការមិនសម្លាញ់បានធ្វើការប៉ាន់ប្រមាណគ្រួសាររបស់ពួកគេនិងធ្វើការសម្របសម្រួលផងដែរជាមួយនឹងនាយកនៅសាលារដ្ឋកុមារគ្រប់រូបនិងគ្រួសាររបស់ពួកគេត្រូវបានការពិនិត្យតាមដានដោយអ្នកគ្រប់គ្រងករណីកុមារទទួលបានសម្ភារៈសិក្សាការពិនិត្យតាមដាននិងការសិក្សាបំពេញបន្ថែមដើម្បីបង្ការទប់ស្កាត់ពួកគេកុំឲ្យបោះបង់ចោលសាលារដ្ឋនៅក្នុងដំណើរការនេះយើងគាំទ្រដល់គ្រួសាររបស់ពួកគេក្នុងការរកប្រាក់ចំណូលដើម្បីអាចគាំទ្រកូនៗរបស់ពួកគេឲ្យបន្តការសិក្សានៅសាលារដ្ឋដូច្នេះអង្គការមិនសម្លាញ់ត្រូវធ្វើការបណ្ដុះបណ្ដាលឪពុកម្ដាយរបស់ពួកគេដើម្បីបង្កើតនៅផលិតផលតាមផ្ទះនិងចាប់ផ្ដើមនៅអាជីវកម្មខ្នាតតូចជារៀងរាល់ឆ្នាំអង្គការមិនសម្លាញ់បានធ្វើស្មារតីកម្មកុមារចំនួន1200នាក់ឲ្យសិក្សានៅសាលារដ្ឋ